សូមគោរពទៅដល់ឋានៈដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជួរថ្ងៃនេះយើងខ្ញុំជាបុគ្គលិកបច្ចេកទេសសូមពំនាំយកនៅបទដ្ឋានការបើកមុខជាផ្កាប់សូមរីករាយទស្សនាតាមដានដូចតទៅមុននឹងឈានចូលទៅដល់ការជាមុខផ្កាប់យើងត្រូវតែជា7ពន្លាកមុខផ្ងាជាមុនសិនចំពោះការបើកមុខជាយើងត្រូវជាទៅតាមគំនូសពុំត្រាសាខាងក្រោមចំនួន7ពន្លាកចំពោះការជានេះគឺមិនមែនជាក្នុងមួយដងឲ្យគ្រប់7ពន្លាកនោះទេនេះជាបទដ្ឋានលើកឧទាហរណ៍តាមការពិតយើងត្រូវជាក្នុងមួយថ្ងៃ1ពន្លាកទេក្រោយពីការជាបានរយៈពេល7ថ្ងៃចំនួន7ពន្លាកទើបយើងចាប់ផ្ដើមអនុវត្តបើកមុខជាផ្កាប់ពោះការចាក់ជាបើកមុខផ្កាប់មុនដំបូងយើងតាក់ទាញចំនួន5សង់ទីម៉ែត្រពីលើចុះមកក្រោមរួចហើយយើងនឹងបន្តចាក់ជាដេញឡើងមកលើហើយការចំណាយសម្បកនៃការជាមុខកាប់នេះមាន 1.5 ហើយក្រាស់បំផុតទៅ2លីបទបង្ហាញនៃការជាមុខកាប់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេសយើងខ្ញុំទាំងពីរនាក់សូមជម្រាបលានិងសូមអរគុណ